มជួจัดกรอยใบปีมาได้ជាយូខែតែនសុកចិត្តនៅគេងពេទ្យកំដរម្ដាយលើបរិយាគ្រប់គ្នាឃើញហើយរំភើបចង់យំប្រិយមិត្តជាទីមេត្រីបច្ចុប្បន្នអ្នកនាងលើបរិយាមានកូន4នាក់ឈ្មោះហៀងអារ្យាខេលីហៅតែននិងហៀងអារ្យាផាយុហៅតនព្រមទាំងកូនភ្លោះស្រី2នាក់ទៀតដោយការពីថ្ងៃទី8ខែមិនិនាឆ្នាំ2026នេះដែលចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិអ្នកនាងឆេងស្រីរតលើបរិយាបានសម្រាប់កូនភ្លោះដោយសុវត្ថិភាពហើយដោយគណនីពេជ្រស៊ីងណែតបានបញ្ជាក់ថាម៉ាក់អូនភ្លោះស៊ូថ្ងៃទី4ដោយគណនីខាងលើបានបញ្ជាក់ថាអ្នកនាងលើបរិយាបានសម្រាប់នៅមន្ទីរពេទ្យអស់រយៈពេល4ថ្ងៃមកហើយអ្នកនាងលើបរិយាខំប្រឹងហាត់ដើរទាំងឈឺចាប់ក្រោយសម្រាលកូនភ្លោះដើម្បីឲ្យសុខភាពឆាប់ត្រឡប់មកប្រក្រតីវិញតស៊ូដើម្បីកូនទស្សនវិជ្ជាអ្នកនាងលើបរិយាហាត់ដើរបោះជំហានដំបូងក្រោយពេលសម្រាលបង្ហាញពីភាពអត់ធ្មត់និងកម្លាំងចិត្តដ៏រឹងមាំក្នុងនាមជាម្ដាយបន្ទាប់ពីសម្រាលបានកូនភ្លោះទាំងពីររូបដោយសុវត្ថិភាពពេលនេះអ្នកម៉ាក់លើបរិយាកំពុងស្ថិតក្នុងដំណាក់កាលស្ដារសុខភាពឡើងវិញយ៉ាងយកចិត្តទុកដាក់ជាទីបំផុតបើយោងតាមវីដេអូអ្នកនាងលើបរិយាបានចាប់ផ្ដើមហាត់ដើរតិចៗនៅក្នុងមន្ទីរពេទ្យដើម្បីជួយឲ្យសរីរាង្គនិងចរន្តឈាមរត់បានល្អងាយស្រួលដល់ការជាសះស្បើយពីមុខរបួសទោះបីជាមានការឈឺចាប់ពីមុខរបួសក្រោយសម្រាលក្តីប៉ុន្តែអ្នកម៉ាក់រូបនេះនៅតែញញឹមនិងតស៊ូដើម្បីអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការមើលថែកូនបងប្អូនមហាជននិងហ្វេនជាច្រើនបានផ្ញើសារសួរសុខទុក្ខនិងជូនពរឲ្យឆាប់មានកម្លាំងមាំមួនដើម្បីត្រឡប់ទៅគេហដ្ឋានវិញក្នុងពេលឆាប់ចំណែកម្សិលមិញនេះគ្រប់គ្នារំភើបខ្លាំងក្រោយឃើញអូនតែនកូនស្រីច្បងរបស់អ្នកនាងលើបរិយាកេងកំដរនិងមើលថែម្ដាយនៅពេទ្យជាប់អត់ព្រមទៅណាទេអាណិតនិងគួរឲ្យសរសើរខ្លាំងណាស់តាមរយៈការបង្ហោះរបស់គណនីពេជ្រស៊ីងណែតបានបង្ហាញថាអូនខេលីចេះណាស់នៅគេងពេទ្យជាមួយម៉ាក់រហូតកូនស្រីច្បងរបស់អ្នកនាងលើបរិយាអូនខេលីមានចិត្តល្អនិងយកចិត្តទុកដាក់ខ្លាំងដោយនៅគេងថែម៉ាក់នៅមន្ទីរពេទ្យជាប់រហូតមិនចេញពីម៉ាក់ឡើយទស្សនវិជ្ជាតូចមួយនេះបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍កក់ក្ដៅនិងសរសើរចំពោះក្តីស្រឡាញ់របស់កូនចំពោះម្ដាយឃើញបែបនេះហើយម្នាក់ពោលពាក្យទាំងរំជួលចិត្តថាមិនដឹងជាគ្នានឹកម៉ាក់ប៉ុណ្ណាទេអូនចេះមើលថែម៉ាក់ហើយឃើញហើយរំភើបចង់យំចេះណាស់អូនខេលី